ឧត្តមសេនីយ៍ឆាយាព្រឹកដឿងប្រផាតអគ្គសេនាធិការកងទ័ពជើងគោកថៃថាគោលដៅទីបញ្ចប់របស់កងទ័ពថៃគឺធានាឲ្យបានថាកម្ពុជានឹងលែងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃនៅក្នុងរយៈពេលយូរតទៅមុខទៀតនេះបន្តតាមបទសម្ភាសន៍ផ្ដាច់មុខជាមួយទូរទស្សន៍ថៃ PBS ដែលបានផ្សាយកាលពីថ្ងៃទី14ខែធ្នូឆ្នាំ2025ដើម្បីសម្រេចគោលដៅនេះលោកឆាយាព្រឹកបានថ្លែងទៀតថាប្រទេសថៃចាំបាច់ត្រូវបំផ្លាញសមត្ថភាពយោធារបស់កម្ពុជាលោកបានថ្លែងថាកាលពីអតីតកាលគោលបំណងរបស់យើងគ្រាន់តែទាមទារយកមកនៅទឹកដីដែលបាត់បង់ហើយគ្មានអ្វីលើនេះទេប៉ុន្តែឥឡូវយើងចាំបាច់ត្រូវបំផ្លាញសមត្ថភាពយោធារបស់កម្ពុជាដោយកំណត់គោលដៅលើបរិខានិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេយើងនឹងធ្វើវាឲ្យដល់ចំណុចមួយដែលកម្ពុជានឹងមិនបង្កការគំរាមកំហែងផ្នែកយោធាដល់ប្រទេសថៃក្នុងរយៈពេលយូរតទៅមុខទៀតលោកបានបន្ថែមថាយើងយល់ថាពួកគេបានចាត់លទ្ធសពាវុធធនធ្ងន់មកលើសមរភូមិមុខដូច្នេះបើយើងអាចបំផ្លាញសពាវុធធនធ្ងន់ទាំងនោះបានពួកគេនឹងប្រើពេលយូរទៀតនៅក្នុងការស្ដារវាឡើងវិញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានបញ្ជាក់ថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីវិតម្លៃការវិវត្តចុងក្រោយបំផុតជុំវិញភាពតានតឹងតាមព្រំដែនដែលកំពុងបន្តធ្វើរវាងកម្ពុជានិងថៃត្រូវបានពន្យាពេលនេះបើតាមការចុះផ្សាយរបស់កាសែតថៃម៉ាឡេស៊ីបឺណាម៉ានាថ្ងៃទី15ខែធ្នូនេះគណៈយោធាថៃបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថាប្រទេសជិតខាងទាំងពីរបានស្នើសុំពន្យាពេលបន្តិចបន្តួចសម្រាប់កិច្ចប្រជុំនេះដែលពីដំបូងឡើយត្រូវបានគ្រោងធ្វើសម្រាប់ថ្ងៃស្អែកលោកអាន់វ៉ាអ៊ីប្រាហ៊ីមបញ្ជាក់ថាពួកគេទាំងកម្ពុជានិងថៃបានស្នើសុំការពន្យាពេលបន្តិចបន្តួចនៃកិច្ចប្រជុំនេះដូច្នេះយើងកំពុងពន្យាពេលកិច្ចប្រជុំនេះដើម្បីធានាថាអ្វីៗដំណើរការទៅដោយរលូនយ៉ាងណាមិញគួរបញ្ជាក់ផងដែរថាបើតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថៃគឺជាអ្នកស្នើសុំលើកពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសនេះគណៈការបរិច្ឆេទថ្មីគឺនៅថ្ងៃទី22ខែធ្នូឆ្នាំ2025យោធាថៃបានចេញសេចក្តីបំភ្លឺនាថ្ងៃច័ន្ទទី15ខែធ្នូនេះនឹងបានសុំទោសចំពោះប្រជាជនឡាវជុំវិញឧបទ្ទហេតុនៃការរឹបអូររថយន្តដឹកប្រេងនៅច្រកព្រំដែនចង់មេឃក្នុងខេត្តឧបលរដ្ឋឆាធានីជាប់ព្រំដែនថៃសកម្មភាពនេះត្រូវបានគេរាយការណ៍ថាបានបង្កឲ្យមានការរំខានការលំបាកដល់ការរស់នៅនិងការដឹកជញ្ជូនទំនិញរបស់ប្រជាជនឡាវយោងតាមការចុះផ្សាយរបស់កាសែតថៃប្រទេសថៃបានផ្អាកការនាំចេញប្រេងឥន្ធនៈទាំងអស់ដែលឆ្លងកាត់ច្រកព្រំដែនចង់មេឃរវាងឡាវនិងថៃចាប់ពីពាក់កណ្ដាលអាធ្រាត្រទៅរហូតដល់មានការជូនដំណឹងជាថ្មីយោធាថៃបញ្ជាក់ថាវិធានការនេះធ្វើឡើងបន្ទាប់ពីមានការសង្ស័យថាអាចមានបណ្ដាញសម្ងាត់លួចនាំចេញប្រេងឥន្ធនៈឆ្លងកាត់ច្រកខាងលើចូលទៅប្រទេសឡាវដើម្បីលក់បន្តមកឲ្យកម្ពុជាហើយគួរជម្រាបជូនផងដែរថាកាលពីចុងខែមិថុនាកន្លងទៅកម្ពុជាប្រកាសឈប់នាំចូលប្រេងពីថៃក្រោយប្រទេសទាំងពីរតានតឹងតាមព្រំដែនពលគឺកម្ពុជាបានប្រកាសឈប់ទិញប្រេងពីថៃនៅមុនពេលផ្ទុះជំនួបប្រដាប់អាវុធកាលពីចុងខែកក្កដារហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេសវៀតណាមលោកលើហ៊ុយទ្រង់សម្ដែងការព្រួយបារម្ភចំពោះការវិវត្តដ៏ស្មុគស្មាញនៅតាមតំបន់ព្រំដែនកម្ពុជាថៃហើយអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយភាពខុសគ្នាដោយមធ្យោបាយសន្តិភាពនេះគឺជាការលើកឡើងរបស់លោកលើហ៊ុយទ្រង់នៅចំពោះមុខសមាភាគីថៃនាឱកាសទស្សនកិច្ចនៅប្រទេសថៃកាលពីថ្ងៃទី14ខែធ្នូនៅក្នុងអំឡុងពេលជំនុំនោះភាគីទាំងពីរអះអាងជាថ្មីអំពីសារៈសំខាន់ដែលពួកគេផ្ដល់ចំពោះមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងថៃរដ្ឋមន្ត្រីការបរទេសវៀតណាមលោកលើហ៊ុយទ្រង់ក៏បានអំពាវនាវដល់ភាគីនានាឲ្យមានការអត់ធ្មត់ជៀសវាងការបង្កើនភាពតានតឹងនិងដោះស្រាយភាពខុសគ្នាជាមធ្យោបាយសន្តិភាពតាមរយៈការសន្ទនានិងអនុលោមតាមច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងនិងយន្តការក្នុងតំបន់ដែលមានស្រាប់កាលពីថ្ងៃច័ន្ទទី15ខែធ្នូនាយករដ្ឋមន្ត្រីអូស្ត្រាលីបានស្នើច្បាប់អាវុធតឹងរឹងជាងមុនបន្ទាប់ពីខ្មាន់កំភ្លើងដែលជាឪពុកនិងកូនប្រុសបានសម្លាប់មនុស្ស15នាក់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំដែលបានកំណត់គោលដៅលើពិធីបុណ្យសាសនាយូដានៅឆ្នេរខ្សាច់មួយនៅទីក្រុងស៊ីដនីប៉ូលីសបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃច័ន្ទនេះថាឪពុកដែលជាខ្មាន់កំភ្លើងអាយុ50ឆ្នាំត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងខណៈកូនប្រុសរបស់គាត់មានអាយុ24ឆ្នាំកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យប៉ូលីសអូស្ត្រាលីបានលើកឡើងថាមានមនុស្សសរុប40នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការវាយប្រហារនេះរួមទាំងប៉ូលីស2នាក់ផងជនរងគ្រោះមានអាយុចន្លោះពី10ទៅ87ឆ្នាំ